សូមស្វាគមន៍មកកាន់ Channel ពុទ្ធិនិងបញ្ញាគិតល្អធ្វើល្អផលល្អដកស្រង់ខ្លឹមសារបត្រៃបិដកសតនបិដកសង្យុត្តនិកាយនិទានវគ្គតតិយភាគ31ទំព័រ145ឃ្នៀបលេខ147ព្រះមានព្រះភិក្ខទ្រង់គង់នៅជិតក្រុងសាវត្ថីមនាលភិក្ខុទាំងឡាយបុគ្គលញ៉ាំងចេតនាណាឲ្យត្រេះរិះគិតក្តីញ៉ាំងកបៈណាឲ្យសម្រេចក្តីញ៉ាំងអនុស័យណាឲ្យដេកនៅរឿយក្តីធម្មជាតិមានចេតនាជាដើមនេះជាអារម្មណ៍ប្រព្រឹត្តទៅដើម្បីការតាំងនៅនៃវិញ្ញាណកាលបើអារម្មណ៍មានការតាំងនៅនៃវិញ្ញាណក៏មានដែរកាលបើវិញ្ញាណនោះតាំងនៅហើយលូតលាស់ឡើងហើយអវកន្តិគឺបដិសន្ធិនៃនាមរូបក៏មានសាលាយតនៈកើតមានព្រោះនាមរូបជាបច្ច័យភាសៈកើតមានព្រោះសាលាយតនៈជាបច្ច័យវេទនាកើតមានព្រោះភាសៈជាបច្ច័យតណ្ហាឧបាទានភពជាតិចរានិងមរណៈសេចក្តីសោកសេចក្តីខ្សឹកខ្សួលសេចក្តីលំបាកកាយសេចក្តីលំបាកចិត្តនិងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយក៏កើតមានព្រមការកើតឡើងព្រមនៃកងទុក្ខទាំងអស់នោះរមែងមានយ៉ាងនេះមនាភិក្ខុទាំងឡាយបើបុគ្គលមិនញ៉ាំងចេតនាឲ្យត្រេះរិះគិតផងមិនញ៉ាំងកបៈឲ្យសម្រេចផងគ្រាន់តែញ៉ាំងអនុស័យឲ្យដេកនៅរឿយអនុស័យនេះជាអារម្មណ៍ប្រព្រឹត្តទៅដើម្បីការតាំងនៅនៃវិញ្ញាណកាលបើអារម្មណ៍មានការតាំងនៅនៃវិញ្ញាណក៏មានដែរកាលបើវិញ្ញាណនោះតាំងនៅហើយលូតលាស់ឡើងហើយអវកន្តិគឺបដិសន្ធិនៃនាមរូបក៏មានសាលាយតនៈកើតមានព្រោះនាមរូបជាបច្ច័យបេការកើតឡើងព្រមនៃកងទុក្ខទាំងអស់នោះរមែងមានយ៉ាងនេះមនាលភិក្ខុទាំងឡាយកាលណាបើបុគ្គលមិនញ៉ាំងចេតនាឲ្យត្រេះរិះគិតផងមិនញ៉ាំងកបៈឲ្យសម្រេចផងមិនញ៉ាំងអនុស័យឲ្យដេកនៅរឿយផងធម្មជាតិមានចេតនាជាដើមនេះជាអារម្មណ៍មិនប្រព្រឹត្តទៅដើម្បីការតាំងនៅនៃវិញ្ញាណឡើយកាលបើអារម្មណ៍មិនមានការតាំងនៅនៃវិញ្ញាណក៏មិនមានដែរកាលបើវិញ្ញាណនោះមិនតាំងនៅហើយមិនលូតលាស់ឡើងហើយអវកន្តិគឺបដិសន្ធិនៃនាមរូបក៏មិនមានការរលត់នៃសាលាយតនៈព្រោះការរលត់នៃនាមរូបបេការរលត់នៃកងទុក្ខទាំងអស់នោះរមែងមានយ៉ាងនេះចប់សូត្រទី9ទ្រង់គង់នៅជិតក្រុងសាវត្ថីមនាលភិក្ខុទាំងឡាយបុគ្គលញ៉ាំងចេតនាណាឲ្យត្រេះរិះគិតក្តីញ៉ាំងកបៈណាឲ្យសម្រេចក្តីញ៉ាំងអនុស័យណាឲ្យដេកនៅរឿយក្តីធម្មជាតិមានចេតនាជាដើមនេះជាអារម្មណ៍ប្រព្រឹត្តទៅដើម្បីការតាំងនៅនៃវិញ្ញាណកាលបើអារម្មណ៍មានការតាំងនៅនៃវិញ្ញាណក៏មានដែរកាលបើវិញ្ញាណនោះតាំងនៅហើយលូតលាស់ឡើងហើយនិតិគឺតណ្ហាក៏មានកាលបើនិតិគឺតណ្ហាមានអកតិកតិក៏មានដែរកាលបើអកតិកតិមានចិត្តតិនិងបដិសន្ធិក៏មានដែរកាលបើចិត្តតិនិងបដិសន្ធិមានជាតិចរាមរណៈសេចក្តីសោកសេចក្តីខ្សឹកខ្សួលសេចក្តីលំបាកកាយសេចក្តីលំបាកចិត្តសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយក៏កើតឡើងព្រមនៃកងទុក្ខទាំងអស់នេះរមែងមានយ៉ាងនេះមនាលភិក្ខុទាំងឡាយបើធម្មជាតិបើបុគ្គលមិនញ៉ាំងចេតនាឲ្យត្រេះរិះគិតផងមិនញ៉ាំងកបៈឲ្យសម្រេចផងគ្រាន់តែញ៉ាំងអនុស័យឲ្យដេកនៅរឿយអនុស័យនេះជាអារម្មណ៍ប្រព្រឹត្តទៅដើម្បីការតាំងនៅនៃវិញ្ញាណកាលបើអារម្មណ៍មានការតាំងនៅនៃវិញ្ញាណក៏មានដែរកាលបើវិញ្ញាណនោះតាំងនៅហើយលូតលាស់ឡើងហើយនិតិគឺតណ្ហាក៏មានដែរកាលបើនិតិគឺតណ្ហាមានអកតិកតិក៏មានដែរកាលបើអកតិកតិមានចិត្តតិនិងបដិសន្ធិក៏មានដែរកាលបើចិត្តតិនិងបដិសន្ធិមានជាតិចរាមរណៈសេចក្តីសោកសេចក្តីខ្សឹកខ្សួលសេចក្តីលំបាកកាយសេចក្តីលំបាកចិត្តនិងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយក៏កើតព្រមតទៅការកើតឡើងព្រមនៃកងទុក្ខទាំងអស់នោះរមែងមានយ៉ាងនេះអកតិកតិមានន័យថាកម្មក្តីកម្មនិមិត្តក្តីកតិនិមិត្តក្តីដែលមកតាំងនៅចំពោះហើយហៅថាអកតិដំណើរនៃវិញ្ញាណដោយអំណាចនៃបដិសន្ធិហៅថាកតិតាមអត្ថកថានាងខ្ញុំសូមខន្តីអភ័យទោសចំពោះរាល់កំហុសឆ្គងដែលអាចកើតឡើងដោយចេតនាក្តីដោយអចេតនាក្តីសព្បទានណੰធម្មទានណੰជានិតិធម្មទានរមែងឈ្នះអស់ទានទាំងពួងសូមអនុមោទនា